សាស្ត្រស្មៃមើលបើសិននៅក្នុង CV របស់យើងមានតែកម្រិតនៃការសិក្សាបញ្ញាបត្រសាលានេះអនុបណ្ឌិតសាលានោះឬក៏មកពីក្រៅប្រទេសតែយើងក្លែកមកមើល experience យើងជាក់ស្ដែងអត់មានសោះទើបតែ intern មានអារម្មណ៍ថាខាតពេលអត់ yes for me for you អញ្ចឹងមកន័យថាសញ្ញាបត្រគ្រាន់តែជាកត្តាមួយស្លឹកដែលបានបញ្ជាក់ពីកម្រិតនៃការសិក្សារបស់យើងបានកម្រិតប៉ុណ្ណាហើយអ្វីដែលសំខាន់ទៀតនោះគឺចំណេះជំនាញដែលយើងបានធ្វើជាក់ស្ដែងហ្មងគឺវាសំខាន់ខ្លាំងជាងបញ្ញាបត្រទាំងអស់ហ្នឹងកាលពីមុនខ្ញុំគិតថាបើសិនជាយើងគ្រាន់តែមានចំណេះជំនាញយើងហ៊ានចប់ពីណាក៏ដោយសញ្ញាបត្ររៀងខ្ពស់បន្តិចមកស្លៀកពាក់ឲ្យសង្ហាបន្តិចមកដល់ចូលកន្លែងធ្វើការថ្មីគេនៅ appreciate យើងឲ្យទៅអត់ពេលមុនខ្ញុំគិតអញ្ចឹងមែនខ្ញុំគិតថាខំហ៊ានទៅចប់ bachelor degree ហ៊ាន master នៅក្រៅប្រទេសទៀតក៏បានដែរបើសិនជាយើងមានសមត្ថភាពហើយត្រឡប់មកវិញដាក់ credit នៃសញ្ញាបត្ររបស់យើងនៅក្នុង CV ឬក៏ resume របស់យើងហើយ apply ទៅកាន់ company ធំមួយខ្ញុំគិតថាគេអាច looking for តែជាក់ស្ដែងការងារ7ឆ្នាំខាង digital marketing របស់ខ្ញុំធ្វើឲ្យខ្ញុំទទួលស្គាល់ថាសញ្ញាបត្រវាគ្រាន់តែជាកត្តាមួយស្លឹកដែលបានបញ្ជាក់ថាយើងមានសមត្ថភាពឈានចូលសាកលវិទ្យាល័យកម្រិតបញ្ញាបត្រកម្រិតអនុបណ្ឌិតអញ្ចឹងទៅលើជំនាញបែបនេះក៏ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺជា experience នៃការងារជាបទពិសោធន៍ការងារជាក់ស្ដែងអញ្ចឹងត្រឡប់មកវិញបានន័យថាសម្រាប់អ្នកដែលគាត់ទើបតែចប់ដើមរៀនថ្នាក់បញ្ញាបត្រឆ្នាំទី1ឆ្នាំទី2បើខ្លួនឯងមានអារម្មណ៍ថាចង់ intern ចង់ចាប់យកវិស័យការងារបណ្ដាពេលដែលកំពុងរៀនធ្វើយើងជឿលើខ្លួនឯងណាពីព្រោះថាចេះទោះបីជាការងារនឹងពិបាកមិនក៏ដោយប៉ុន្តែបើសិនជាបេះដូងយើងប្រាប់ថាយើងស្រឡាញ់យើងចង់ធ្វើវារៀនបតាធ្វើវាបតាទោះបីពិបាកមិនក៏ដោយក៏យើងនៅតែ commitment នៅក្នុងការធ្វើយ៉ាងហោចណាស់យើងជ្រើសខ្លួនឯងយើងធ្វើខ្លួនឯងក៏ប៉ុន្តែបើសិនណាបើអ្នកផ្ទះយើងជាអ្នកជំរុញដាច់ខាតត្រូវធ្វើអញ្ចឹងពិបាកល្មមក៏មានអារម្មណ៍ថាពិបាកខ្លាំងដែរពីព្រោះចិត្តយើងវាអត់ចង់ហ៎ចា